របៀបទូទាត់សំណងបានអនុទាន Visa និង Mastercard តាមប្រព័ន្ធ Ecelida Internet សម្រាប់គណនីក្រុមហ៊ុនដំបូងសូមបើក website Ecelida ចូលទៅកាន់មេនុយ Ecelida Internet ជ្រើសរើសគណនីក្រុមហ៊ុនបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ចុចប៊ូតុងចូលប្រព័ន្ធជ្រើសរើសជម្រើសណាមួយដើម្បីផ្ទៀងផ្ទាត់ចូលប្រព័ន្ធចុចលើប៊ូតុងផ្ទៀងផ្ទាត់ចូលទៅកាន់មេនុយទូទាត់វិក័យប័ត្រចុចលើមេនុយបង់វិក័យប័ត្រហិរញ្ញវត្ថុរួចចុចលើ Ecelida Visa Mastercard Credit Card Payment ជ្រើសរើសគណនីកាត់ប្រាក់ចេញបញ្ចូលលេខគណនីដែលភ្ជាប់ជាមួយកាតអនុទានរបស់លោកអ្នកបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់សំណងរួចចុចលើប៊ូតុង Tick ទៀងទាត់ព័ត៌មានឡើងវិញរួចចុចលើប៊ូតុង Tick បញ្ចូលលេខសម្ងាត់ពី Web Token របស់លោកអ្នករួចចុចលើប៊ូតុងផ្ទៀងផ្ទាត់ការទូទាត់សំណងបានអនុទានតាមប្រព័ន្ធ Ecelida Internet រួចរាល់ហើយសូមរងចាំការអនុម័តពីថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនរបស់លោកអ្នកសូមអរគុណ Ecelida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត